បើសិនជាបងប្អូនទាំងអស់គ្នាទៅលេងប្រទេសជប៉ុនកុំភ្លេចទៅផ្សារត្រីដ៏ធំជាងគេនៅទីក្រុងតូក្យូបងប្អូននិយាយថាទៅដល់កន្លែងហ្នឹងគឺដូចនៅក្នុង Fish Paradise អញ្ចឹងនិយាយថាម្ហូបគេគឺស្រស់ហើយឆ្ងាញ់មែនតែនសម្រាប់អ្នកដែលចូលចិត្តម្ហូបឆៅនិយាយថាទៅហ្នឹងគឺជាក្តីសុខមែនតែនដូចខ្ញុំអញ្ចឹងខ្ញុំទៅហើយខ្ញុំដឹកចង់ទៅម្ដងទៀតនៅហ្នឹងគឺបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្ត sashimi គឺខ្ញុំឲ្យអួយតែម្ដងហើយក្រៅពីហ្នឹងទៀតគេក៏មានម្ហូបផ្សេងៗដែរណាបងប្អូនទាំងអស់គ្នាផ្សារត្រីមួយនេះធ្វើឲ្យប្រជាជនជុំវិញពិភពលោកនាំគ្នាចង់មកសាកនិយាយថានៅហ្នឹងខ្ញុំនិយាយមែនម្ហូបឆៅគេគឺ the best ហ្មងញ៉ាំទៅគឺអាលីចូលមាត់បាត់តែម្ដងណាអ្វីដែលខ្ញុំមានសូត្របាននៅពេលដែលខ្ញុំដើរលេងនៅប្រទេសជប៉ុននោះគឺនៅទីហ្នឹងគឺប្រជាជនរបស់គេគឺរស់រាយមែនតែនបងប្អូនទាំងអស់គ្នាហើយក្រៅពីហ្នឹងទៀតប្រទេសជប៉ុនគឺជាប្រទេសមួយដែលស្អាតនិងសុវត្ថិភាពនិយាយទៅគឺភាគច្រើនមនុស្សចង់ទៅហើយទៅទៀត